បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ទាំងអ្នកនៅក្នុងប្រទេសនិងក្រៅប្រទេសបាទថ្ងៃនេះចង់នាំមកដល់បងប្អូនឲ្យមកស្គាល់ប្រភេទជាខ្លាធំឬខ្លាដំបងបាទហើយប្រភេទខ្លាធំខ្លាដំបងនេះគឺគេតែងតែប្រទះឃើញរស់នៅក្នុងតំបន់ដែលមានព្រៃសើមត្រូពិចបាទព្រៃស្រស់ឬក៏តំបន់ដែលមានវាលស្មៅព្រៃកោងកាំងឬភ្នំជាដើមបាទហើយខ្លាធំបងគឺខ្លាដំបងនេះពីច្រើនវាស៊ីសត្វគ្រប់ប្រភេទបាទជាអាហារហើយបើទោះជាបែបទូក្តីបាទប្រភេទខ្លាដំបងឬខ្លាធំនេះចំណីសំខាន់របស់ពួកវាមានដូចជាពពួកឆ្លុះប្រើសក្តាន់រមាំងឬក៏ជ្រូកព្រៃជាដើមហើយបងប្អូននៅដឹងស្រាប់ហើយខ្លាគឺប្រកែណាស់ខាងចាប់ចំណីបាទបងប្អូនតែងតែមើលឯកសារសัตว์ធ្លាប់បានដឹងហើយព្រោះអីវាប្រកែហើយខ្លាំងហើយលឿនបាទហើយដូចខ្លាធំឬខ្លាដំបងនេះបងប្អូនមើលគឺថ្មិញចង្កូមរបស់វាគឺគួរឲ្យខ្លាចមិនមែនចេះនិយាយទេគឺព្រោះយើងជួបនៅក្នុងព្រៃតែម្នាក់ឯងយើងរត់ប្រហែលជារត់មិនទាន់វាទេព្រោះវាលឿនបាទប្រភេទសត្វខ្លាទៅយើងធ្លាប់ឃើញក្នុងឯកសារសត្វចឹងគឺវាលឿនណាស់ហើយវារត់ចាប់កធប់កញ្ញាំវាគឺខ្លាំងបងកញ្ញាំពិសេសកញ្ញាំហើយនឹងចង្កូមរបស់វាបាទមើលនៅបាវគួរឲ្យខ្លាចបាទអញ្ចឹងហើយបានគេថាខ្លាគឺមានអំណាចណាបាទហើយប្រភេទសត្វខ្លានេះដែរបើតាមខ្ញុំដឹងពីព័ត៌មានខ្លះគឺថានៅក្នុងប្រទេសកម្ពុជារបស់យើងប្រហែលជាផុតពូជហើយបាទគឺមិនមានទេគឺបើពីមុនប្រហែលជាអាចមានដោយសារតែបញ្ហាសង្គ្រាមគឺធ្វើឲ្យពួកនឹងពួកខ្លាទាំងអស់ហ្នឹងគឺវាភ័យវារត់ទៅតំបន់នៅចិត្តខាងប្រទេសយើងហ្នឹងបាទអញ្ចឹងវាអត់មានទេនៅក្នុងប្រទេសកម្ពុជាយើងអញ្ចឹងភាគច្រើនអ្នកទៅបោះតង់អ្នកទៅអីហ្នឹងគាត់តែឃើញថាភ័យខ្លាចអីហ្នឹងគឺមិនអីទេព្រោះអីតាមព័ត៌មានហ្នឹងគឺវាអត់មានទេនៅក្នុងប្រទេសកម្ពុជាយើងប្រភេទខ្លាធំចេះបាទហើយបងប្អូនមើលទំហំវាមើលវាដើរនេះខ្ញុំថតពីចម្ងាយព្រោះយើងមិនអាចចូលចិត្តថតបានទេបាទដោយសារគេខាំងដើម្បីការពារកុំឲ្យមានបញ្ហាគ្រោះថ្នាក់ផ្សេងកើតឡើងអញ្ចឹងណាបាទហើយមើលមករៀងវាតែហើយវាពីច្រើនបើនៅតំបន់ភ្នំតាម៉ៅនេះគឺវាស៊ីដូចជាសាច់គោហើយសាច់មាន់អញ្ចឹងបាទដូចស្លឹកតោដូចអីដូចគ្នាអញ្ចឹងបាទហើយហើយស៊ីច្រើនហើយព្រោះអីយើងដឹងស្រាប់ហើយខ្លាវាសត្វប្រើសត្វអីវ៉ាន់វាខំតាមបន្តិចដាច់ខ្ទេចអស់ហើយបាទអញ្ចឹងវាចំណីវាគឺច្រើនដែរបាទក្នុងមួយថ្ងៃហើយអាយុកាលពួកវាកម្រនឹងបានដល់អាយុ12ឆ្នាំដែរបាទនៅក្នុងព្រៃគឺវាអាយុវាមិនអាចដល់12ឆ្នាំទេបាទហើយអញ្ចឹងទីវីដេអូខ្លីៗខ្ញុំមានតែប៉ុណ្ណេះបាទនិយាយអំពីខ្លាដំបងបាទមានកន្លែងណាខុសឆ្គងក៏សូមខន្តីអធិស្ឋានបងបាទហើយកុំភ្លេចជួយ Subscribe ក៏ដូចជា Share ឬក៏ដូចជា Like នៅវីដេអូនេះបាទឲ្យបានច្រើនដើម្បីខ្ញុំបានបន្តធ្វើនៅវីដេអូថ្មីៗជាច្រើនទៀតបាទសូមអរគុណបាទជួបគ្នានៅវីដេអូក្រោយៗទៀតបាទបាយបាយ